កាលពីមុនគិតថាខ្លួនឯងនឹងខ្មាស់គេម្ដងក្រេខោអាវមិនអាវហើយនិយាយទៅគឺមានមួកមានខ្សែក្រវ៉ាត់មានអីនិយាយទៅហើយជីកាត់ក្រុងគេហើយជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះដែរគឺដល់ម៉ោងចេញទៅផ្ទះហើយបងប្អូនទាំងអស់គ្នាហើយតែមុនចេញទៅផ្ទះគឺយើងជីកង់ជីអីហ្នឹងតាមផ្លូវតាមអីចឹងទៅហើយនិយាយទៅគឺដំបូងឡើយគឺមានអារម្មណ៍ថាខ្មាស់គេមែនតើបងប្អូននៅឃើញថាយើងជីកង់បដាហើយមានមួកមានអីខ្សែក្រវ៉ាត់ធ្វើការអញ្ចឹងទៅហើយទី2មានដឹកអង្គមកបេទៀតបងប្អូននេះដឹកអង្គមកបេយកមកទុកដាំបាយហើយចឹងហើយត្រូវជីកាត់ក្នុងក្រុងគេអញ្ចឹងទៅហើយពេលខ្លះទៅគឺជួបស្រីស្អាតទៅគេមើលមុខដែរគេមើលមុខថាបែកហ្នឹងក៏ចម្លែកណាជីអីកង់មានជីកង់ជីអីហើយដឹកអង្គដឹកអីអញ្ចឹងកាត់កដាក្រុងគេអញ្ចឹងណាទីប្រជុំជនគេអញ្ចឹងទៅហើយមិនទៅគឺអត់មានអីត្រូវខ្មាស់គេបងប្អូនបើយើងខ្មាស់គេខ្លាចពោះងាប់ហើយតែគឺជាទម្លាប់របស់ខ្ញុំតែខ្មាស់គេទេហើយសូម្បីតែខ្ញុំមកជាពលករនៅក្នុងផ្ទះគេដល់ណាក៏ទៅដល់ដែរពេលណាគេចង់សើចអីក៏សើចទៅគឺនិយាយទៅគឺនិយាយមួយម៉ាត់ថាអត់ខ្វល់អញ្ចឹងណាហើយពេលខ្លះក៏វាមើលមកឃើញណាបងហើយជីវិតយើងជាពលករអញ្ចឹងយើងទៅខ្មាស់គេទៅខ្មាស់គេបានអីមកវិញឥឡូវនឹងដឹកមកដល់ក្រោមស្ពានហើយបងប្អូនដោយសារថាមិញឡើងភ្នំទៅពេលឡើងភ្នំទៅរៀងហត់ដែរឥឡូវដាក់ចុះសិនចាំយើងតទៅណាទៅមុខទៀតហើយបន្ទាប់ពីអង្គុយបានហើយជា5នាទី10នាទីអីក៏ឆ្លៀតថតវីដេអូឲ្យបងប្អូនមើលទេសភាពពេលល្ងាចអញ្ចឹងណាហើយនេះកង់អត់មានរៀនទេបងប្អូនហើយកង់យើងបែបតែកង់ស្ទៀវអញ្ចឹងណាហើយនឹងក៏បេដឹកដាក់រៀនមុខតែរៀនមុខគេថាទូកអញ្ចឹងទៅឥឡូវគឺដាក់ប៉ោះសិនមុនទៅផ្ទះដាក់ប៉ោះប្អូននៅផ្ទះយើងតែខ្ញុំបានកបេយកទៅដាំបាយដាំទឹកហូបអញ្ចឹងហើយនៅក្រោមស្ពាននេះគឺតិចមែនតើបើសិនជាថ្ងៃសៅរ៍ថ្ងៃអាទិត្យអីទៅនេះអាចទៅក្រោមស្ពាននឹងបានព្រោះនៅក្រោមស្ពាននឹងគៀនហ្នឹងគឺមានកន្លែងគេហាត់ប្រាណអញ្ចឹងណាកន្លែងមានហាត់ប្រាណយាយកំពុងហាត់ប្រាណហើយមិញតែយើងហាត់ប្រាណទៀតបើរកតែកម្លាំងធ្វើការឲ្យគេមិនបានផងបើមានកម្លាំងទៅចេះតែទៅហាត់ប្រាណទៅដើម្បីបែកញើសបែកអីនៅសុខភាពវាល្អហើយដោយសារតែមួយរយៈហ្នឹងគឺអត់ដែលបានសូវហាត់ប្រាណសោះបងប្អូនអញ្ចឹងបានសុខភាពរៀងទ្រុឌទ្រោមណាស់ហើយនៅមុខខ្ញុំហ្នឹងគឺជាសាលាគេរៀនដូចជាសាកលវិទ្យាល័យមិនដឹងនឹងវិទ្យាល័យមិនដឹងព្រោះខ្ញុំសូវដឹងច្បាស់តែដឹងថាកន្លែងហ្នឹងគឺសាលាគេរៀនអញ្ចឹងហើយឥឡូវហ្នឹងគឺជិតដល់ផ្លូវយើងធ្វើដំណើរទៅផ្ទះហើយទៅគឺជិះកង់មកជារៀងកាន់កមកជារៀងហើយឆ្លៀតថតឲ្យបងប្អូនមកជារៀងទៀតនិយាយទៅបើជីវិតវិញគេថាជីវិតរោគរ៉ាជីវិតថារោគរ៉ាមែនតែនតមកមាន2នាក់ទៅគ្រាន់តែគេអ្នកដឹកទៅខ្ញុំអ្នកថតក្រោយហ្នឹងទៅហើយនៅរីញ័រខិចខាច់ពីហ្នឹងបងប្អូនហើយសូវថតច្បាស់ទេដោយសារជិះកង់ឲ្យតាមផ្លូវទៅផ្ទះហ្នឹងវាសាបដែរតែសាបដូចគេបិទកាឡាអញ្ចឹងវាពេលដែលយើងជិះទៅកលឹកខិចខុចពេញណាហើយជាស្រ័យបងប្អូនមានមិនបានថតឲ្យវាច្បាស់ដល់ 100% បងប្អូនមើលតែគាត់ណាហើយនេះមើលទេសភាពពេលម៉ោង4ម៉ោង5ជាងគឺទេសភាពអែមស្នេហ៍ដែរហ្នឹងហើយឡើងគេចិត្តមកដល់កន្លែងគេរៀនជីកង់ហើយនៅខាងស្ដាំខ្ញុំហ្នឹងគឺកន្លែងគេបរៀនជីកង់ជីអីចឹងណាគេជីកង់អត់ជីកង់នេះអត់ចេះជីអីចាស់អាចទៅរៀនទៅនឹងបានកន្លែងហ្នឹងគេមានទទួលបរៀនជីកង់យកបានសរសើរបានអីចឹងទៅខ្ញុំសូវដឹងទេហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណចាំជួបខ្ញុំនៅវីដេអូក្រោយទៀតបាយ